សួស្តីបងប្អូនអរគ្នាខ្ញុំបានចេញបែងមកផ្កា 5K Cambodia ដោយក្នុងថ្ងៃមកដែរខ្ញុំមាន Bolliver មួយគ្រឿងមើលទៅខ្ចីញញមែនតើបងប្អូនយកមកចង់ review ជូនបងប្អូនទស្សនាអញ្ចឹងក៏មិនខាតពេលយូរតាមដានវីដេអូនេះទាំងអស់គ្នាបាទបងប្អូនអរគ្នាពេលនេះយើងមកមើល spec មួយចំនួនទៅលើ D20P-7 មួយគ្រឿងនេះបងប្អូនដែលយើងអាចដឹងថាវាជាប្រភេទបតាំងធំលេខដៃនិងមានហ្វារាំង5បងប្អូនសម្រាប់ horsepower ទៅលើ Bolliver មួយគ្រឿងនេះគឺ50 horsepower បងប្អូនហើយក៏យើងអាចដឹងថា series នេះនៅប្រើម៉ាស៊ីនគុំហ្វុយនៅឡើយទេបងប្អូនដោយបំពាក់ដោយ4ម៉ាស៊ីនបាទបងប្អូនអរគ្នាពេលនេះអ្វីដែលយើងមកតាមដានបន្តនោះគឺផ្នែកគ្រឿងក្រោមក៏ដូចជាអេតាខ្លួនវាមួយជុំតែម្ដងបងប្អូនដែលយើងអាចដឹងថាអេតារបស់វាគឺនៅភាគរយខ្ពស់មែនទែនទាំងហ្វាក់ស៊ីកម្មកាយរឡូរហ្វូក៏ដូចជាបតាំងរបស់វាគឺមិនមានការធ្លុះធ្លាយបាក់បែកឬក៏ហ្វាតាបកន្លែងណានោះទេសម្រាប់ប៉ែខាងមុខវិញក៏នៅភាគរយខ្ពស់ដូចគ្នាបងប្អូនឡាននិងអ្វីផ្សេងគឺថាភាគរយខ្ពស់មែនទែនយើងអាចយកទៅបន្តប្រើប្រាស់បានយូរអង្វែងទៀតតើបងប្អូននេះពេលនេះអ្វីដែលយើងទៅទូតពិនិត្យបន្ថែមនោះគឺផ្នែកម៉ាស៊ីនរបស់វាបងប្អូនដែលយើងអាចដឹងថាម៉ាស៊ីនរបស់វាឡើងដល់សេរីនេះគឺគេប្រើម៉ាស៊ីនពណ៌ខ្មៅឲ្យបងប្អូនហើយអ្វីដែលយើងអាចនិយាយថាម៉ាស៊ីនពណ៌ខ្មៅគឺថាគឺជាប្រភេទម៉ាស៊ីនសេរីថ្មីរបស់គុំហ្វុយផ្ទាល់តែម្ដងអញ្ចឹងកុំឲ្យខាត់ពេលយូរយើងមកតេស្តម៉ាស៊ីនវាទាំងអស់គ្នាសូមអរគុណបងប្អូនអរគ្នាបានតាមដានវីដេអូមួយនេះមួយវិញទៀតបើសិនជាបងប្អូនកំពុង file រកអបុលដក3ដក7ដក6ដក5បតាំងតូចបតាំងធំគឺអាចមករកនៅ 5K Cambodia បានបងប្អូនគឺមានទាំងអស់តែម្ដងមិនឲ្យខ្វះនោះទេសម្រាប់គុណភាពវិញគឺសុទ្ធតែមកពីជប៉ុនចំជាមួយនឹងភាគរយខ្ពស់ជាចុងក្រោយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ